ត្ថបទសង្ខេបរឿងតេជោយ៉តនៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះមាសមានងារជាអុកញ៉ាតេជោបរមរាជដែលគេហៅថាតេជោមាសលោកមានភរិយាឈ្មោះស្រែនមានងារជាជំទាវនិងមានសិស្សឈ្មោះយ៉តដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែងស្វាមីភរិយាទាំងពីរនេះមានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេកស្ដេចសម្រែបានតាំងខ្លួនឯងថាសេតចសម្រែរាជាធិរាជបានតាំងទីកងទ័ពនៅដែនកំពង់ហៅកំពង់ឆ្នាំងដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថាបន្ទាយនគរស្ដេចសម្រែជាមេក្រុមបះបោរប្រឆាំងនឹងស្ដេចព្រះជ័យចេស្តាដើម្បីដណ្ដើមអំណាចគ្រប់គ្រងផែនដីដែលជោមាសនិងយ៉តបានព្យាយាមលុកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរតែត្រូវបរាជ័យជំទាវស្រែនបានរៀបចំល្បិចបញ្ឆោតឲ្យស្ដេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាងហើយបង្អកស្រាហូតដល់ស្រវឹងស្ដេចសម្រែនិងបពពួកត្រូវបានតេជោមាសយ៉តនិងកងទ័ពចាប់ទៅថ្វាយព្រះចៅជ័យចេស្តាកាត់ទោសតាមច្បាប់នគរក្រោយពីបានទទួលជោគជ័យលើស្ដេចសម្រែរួចមកតេជោមាសបានទទួលអនិច្ចកម្មទៅព្រះរាជាក៏ប្រទានងារនេះឲ្យទៅតេជោយ៉តបំពេញនាទីដឹកនាំកងទ័ពជំនួសតេជោយ៉តបានទទួលរាជបញ្ជានិងដាវអាជ្ញាសឹកបង្ក្រាបពួកឆ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់ឆ្លងតាមបទពិសោធន៍របស់អុកញ៉ាចក្រីនិងក្រឡាហោមទទួលបរាជ័យក្នុងការបង្ក្រាបឆ្លើយសឹកនៅទីនោះតេជោយ៉តបានរកឃើញថាការចាញ់សង្គ្រាមនេះបណ្ដាលមកពីមានខ្មាំងនៅក្រោយខ្នងតេជោយ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែកកំពង់ស្វាយក្នុងនោះមានម៉ឺនចៃចុងរ័ក្សដែលជាប្អូនថ្លៃមហាក្សត្រផងដែរដើម្បីយកខ្មាំងខាងក្រោយខ្នងតេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់អូសឫស្សីបញ្ច្រាស់ចុងដើម្បីកសាងបន្ទាយបើរណាប្រឆាំងត្រូវសម្លាប់ចោលបពពួកម៉ឺនចៃចុងរ័ក្សមិនបានធ្វើតាមបញ្ជានោះឡើយហើយថែមទាំងធ្វើតាមទំនឹងចិត្តរបស់ខ្លួនព្រោះសំអាងទៅលើបងស្រីដែលធ្លាប់ទទួលសំណូកនិងជាអ្នកម្នាងនៃព្រះមហាក្សត្រនឹងជួយឲ្យរួចពីកំណែននេះទង្វើនេះត្រូវតេជោយ៉តរកឃើញថាម៉ឺនចៃចុងរ័ក្សនេះឯងជាខ្មាំងពីក្រោយខ្នងហើយក៏ចាប់យកទៅសម្លាប់ចោលទៅក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់អ្នកម្នាងនោះបានទូលថ្វាយព្រះរាជាឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិតព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនោះតែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយដោយសំអាងថាខ្លួនជាប់ដៃបង្ក្រាបសត្រូវបះបោរចាំរួចការនេះខ្លួននឹងមកទទួលទោសដោយខ្លួនឯងដោយការទទូចសុំរបស់អ្នកមៀងខ្លាំងពេកព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនោះពេលកំពុងជជែកគ្នានោះតេជោយ៉តបានចោទប្រកាន់ថាអ្នកម្នាងនោះជាខ្មាំងពីក្រោយខ្នងព្រោះបានរំខានខ្លួនធ្វើសឹកបើកឱកាសឲ្យសត្រូវវាយលុកនិងទទួលសំណូកដើម្បីការពារបពពួកម៉ឺនចៃចុងរ័ក្សធ្វើឲ្យកងទ័ពបាក់ស្មារតីហើយក៏គប់កូនដាវសម្លាប់អ្នកម្នាងនោះនាពេលនោះទៅតេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថាចាំបង្ក្រាបសត្រូវរួចខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯងការបង្ក្រាបឆ្លើយសៀមបះបោរបានសម្រេចជោគជ័យតេជោយ៉តបានឲ្យគេធ្វើឃ្នៀងហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជាពីបទដែលខ្លួនសម្លាប់អ្នកម្នាងនោះព្រះរាជាមិនឲ្យចូលជួបរួចបញ្ជាឲ្យមន្ត្រីដោះលែងនិងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយតេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយកជំទាវស្រែនមកធ្វើជាភរិយាតែមិនបានសម្រេចទេព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិចហើយជាសិស្សរបស់ប្តីនាងពីមុនផងដែរដោយសង្កេតឃើញជំទាវរើសអើងស្នេហាប្រកាន់វណ្ណៈបែបនេះតេជោយ៉តបានប្រើល្បិចលួចយកកម្មចិន្តាផ្ទះជំទាវស្រែនមកឲ្យជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមានិងរូបតេជោមាសហើយប្រកាសធ្វើបុណ្យយ៉ាងធំបញ្ជូនកុសលទៅគ្រូរបស់ខ្លួនជំទាវស្រែនបានទៅចូលរួមពិធីនោះហើយត្រូវបានតេជោយ៉តប្រាប់ការពិតថាថ្វាយបង្គំកម្មចិន្តាផ្ទះរបស់ខ្លួនឯងគ្រានោះជំទាវស្រែនយល់ន័យនៃទង្វើរបស់តេជោយ៉តហើយក៏ព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ